ថ្ងៃនេះខ្ញុំនឹងបង្ហាញពីការដាក់បញ្ចូលក៏ដូចជាការកាត់វីដេអូជាកង់នៅក្នុងកម្មវិធីវិញអញ្ចឹងនេះក៏ជាមូលដ្ឋានគ្រឹះផងដែរសម្រាប់បងប្អូនយើងដែលចេះខ្លះហើយក៏ដូចជាបងប្អូនដែលមិនទាន់ចេះសោះអញ្ចឹងបងប្អូនអាចតាមដានទស្សនាការបង្ហាញជូនរបស់ខ្ញុំបើជាដំបូងបងប្អូនចូលទៅកាន់កម្មវិធីវិញបាទបន្ទាប់មកបងប្អូនជ្រើសរើសបាទ New Project បាទ New នឹងមកហើយនៅផ្នែកខាងលើបងប្អូនឃើញមានពី All Video និង Photo អញ្ចឹងចំណុចនេះប្រសិនបើបងប្អូនយើងចង់បានវីដេអូសម្រាប់យកទៅកាត់បងប្អូនបាទចូលលើវីដេអូបាទបងប្អូនចង់បានវីដេអូចង់បានរូបថតដើម្បីយកទៅកាត់ជាមួយនឹងវីដេអូបងប្អូនចូលលើ Photo មកអញ្ចឹងខ្ញុំចូលលើវីដេអូបន្ទាប់មកខ្ញុំនឹង select បាទវីដេអូមួយបាទអញ្ចឹងបងប្អូនគ្រាន់តែប៉ះលើវីដេអូនឹងមកវានឹងទម្លាក់មកផ្នែកខាងក្រោមហើយបាទហើយបន្តមកទៀតបងប្អូនចុច start បាទអញ្ចឹងវីដេអូដែលយើងដាក់បញ្ចូលក្នុងកម្មវិធីនេះវាមិនខុសអីពីកម្មវិធីផ្សេងដូចជាកម្មវិធី InShot ឬក៏កម្មវិធី CapCut ទេបាទគឺវាដូចគ្នាទេបងប្អូនណាអញ្ចឹងនេះគឺជាវីដេអូដែលខ្ញុំបានដាក់បញ្ចូលហើយប្រសិនបើបងប្អូនយើងចង់បានវីដេអូបន្តទៀតដើម្បីយកមកបញ្ចូលនៅក្នុងកម្មវិធីនេះបាទឧទាហរណ៍ថាបងប្អូនមានវីដេអូច្រើនដើម្បីដាក់បន្តបន្ទាប់គ្នាអញ្ចឹងបងប្អូនត្រូវមើល cursor នេះបងប្អូនមើលបន្ទាត់ពណ៌សនេះអញ្ចឹងបងប្អូនចង់ដាក់វានៅពីមុខវីដេអូហ្នឹងឬក៏នៅពីក្រោយបើសិនជាបងប្អូនយើងចង់ដាក់វានៅពីមុខបងប្អូនត្រូវអូសបាទបន្ទាត់ពណ៌សហ្នឹងបាទឲ្យវានៅផ្នែកខាងមុខប្រសិនបើបងប្អូនចង់ដាក់វីដេអូថ្មីមួយទៀតនៅពីក្រោយបងប្អូនអូសបន្ទាត់ពណ៌សហ្នឹងនៅខាងក្រោយឥឡូវខ្ញុំដាក់វានៅពីមុខចុះបងប្អូនណាបងប្អូនអូសវាមកផ្នែកខាងមុខហ្នឹងហើយបងប្អូនចុចសញ្ញាបូកហើយបងប្អូនទៅជ្រើសរើសបើវីដេអូផ្សេងទៀតដែលបងប្អូនចង់ដាក់បន្តគ្នានឹងអញ្ចឹងខ្ញុំយកវីដេអូនេះមួយទៀតបាទវាធ្លាក់មកផ្នែកខាងក្រោមហើយខ្ញុំចុច start ឃើញទេបងប្អូនវីដេអូរបស់យើងគឺមាន2បាទវីដេអូទី1និងវីដេអូទី2បាទអញ្ចឹងប្រសិនបើបងប្អូនយើងចង់កាត់វីដេអូមួយណាបងប្អូនគ្រាន់តែប៉ះលើវីដេអូនឹងមកបាទវាតម្លាក់ឲ្យយើងបែបនេះហើយបងប្អូនអូសវាមើលនេះយើងមាន2 clip បងប្អូនបាទឃើញទេគឺវាបែងចែកឲ្យយើងបាទគឺត្រឹមបន្ទាត់ពណ៌សហ្នឹងបងប្អូនឃើញទេបាទបើសិនយើងអូសចូលមកកន្លែងនេះគឺវាចូល clip ទី2ហើយបាទអញ្ចឹងនៅចំណុចនេះប្រសិនបើបងប្អូនយើងបាទចង់បាទយកអា clip ទី2នេះឬក៏ clip ទី3ទី4យកមកដាក់ផ្នែកខាងមុខវិញយើងធ្វើម៉េចអញ្ចឹងយើងមិនចាំបាច់ទៅ add ម្ដងទៀតទេបងប្អូនណាគឺបងប្អូនគ្រាន់តែសកត់លើ clip ទាំងនឹងឲ្យជាប់វានឹងបង្ហាញយើងហើយបាទអញ្ចឹងបងប្អូនចង់យក clip មួយណាដាក់ពីមុខឧទាហរណ៍ថាខ្ញុំយកអា clip មួយនេះដាក់ពីមុខខ្ញុំគ្រាន់តែសកត់លើវាឲ្យជាប់ហើយខ្ញុំអូសវាដាក់ពីមុខមកបាទបន្តមកទៀតបងប្អូនមកចុចសញ្ញា tick កន្លែងនេះបងប្អូនណាបាទអញ្ចឹងយើងទទួលបាន clip ទៅតាមតម្រូវការរបស់យើងហើយបងប្អូនចង់ដាក់ពីមុខឬដាក់ពីក្រោយគឺបងប្អូនអាចដាក់បានឥឡូវយើងចូលមកដល់ចំណុចមួយទៀតគឺការកាត់វីដេអូជាផ្នែកឬក៏ជាកង់បាទអញ្ចឹងចំណុចនេះគឺយើងត្រូវប្រើញឹកញាប់មិនថាបងប្អូនប្រើកម្មវិធី Wing កម្មវិធី InShot ឬក៏ CapCut ទេបាទចំពោះការកាត់អត់ខុសគ្នាទេបងប្អូនចង់កាត់លើ clip មួយណាបងប្អូនត្រូវឈរលើ clip មួយនោះមិនខុសអីពីយើងចង់ប្រើអ្នកណាយើងហៅឈ្មោះអ្នកនោះឬក៏ចង្អុលទៅអ្នកនោះក្នុងនេះដូចគ្នាបងប្អូនណាអញ្ចឹងឧទាហរណ៍ខ្ញុំចង់កាត់ clip ទី1នេះខ្ញុំគ្រាន់តែប៉ះលើ clip ទី1ហ្នឹងមកវានឹង load ឲ្យយើងបែបនេះហើយបងប្អូនបាទអញ្ចឹងអ្វីដែលបងប្អូនត្រូវចំណាំឬកត់សម្គាល់បងប្អូនត្រូវមើលនេះបន្ទាត់ពណ៌សនឹងដូចគ្នាអញ្ចឹងបងប្អូនចង់កាត់ត្រឹមណាបងប្អូនត្រូវអូសបន្ទាត់ពណ៌សមកត្រឹមនឹងមកឧទាហរណ៍ថាឥឡូវខ្ញុំកាត់ត្រឹមនេះឆ្កែនេះលើកជើងណាបងប្អូនបាទថាត្រឹមនឹងចុះបាទអញ្ចឹងបងប្អូនពេលអូសបានមកដល់នឹងហើយបងប្អូនបើមើលមកផ្នែកខាងក្រោមបងប្អូនយកពាក្យថាខាត់អញ្ចឹងឃើញ clip ហ្នឹងវាពុះចែកឲ្យយើងជា2ទេបងប្អូនឃើញទេបាទអញ្ចឹងបងប្អូនចង់លុបផ្នែកខាងណាផ្នែកខាងមុខឬក៏ផ្នែកខាងក្រោយបាទឧទាហរណ៍ថាឥឡូវខ្ញុំលុបផ្នែកខាងមុខនេះអញ្ចឹងបងប្អូនគ្រាន់តែចុចលើផ្នែកខាងមុខហ្នឹងហើយមករកពាក្យខាងក្រោមនេះពាក្យថា delete អញ្ចឹងclip យើងបានលុបបាត់ហើយបាទអញ្ចឹងអ្វីដែលយើងកាត់ចេញនេះគឺកាត់អ្វីដែលយើងអត់ត្រូវការមែនទេពីព្រោះថានៅពេលដែលយើងថតយើងមិនប្រកាសថាយើងថតហ្នឹងយកមកទាំងអស់ទេយើងត្រូវកាត់ចោលខ្លះហើយបាទអញ្ចឹងបងប្អូនអាចកាត់តាមខ្ញុំហ្នឹងបាទចំណុចមួយទៀតដែលខ្ញុំឧស្សាហ៍ឮបងប្អូនយើងគាត់សួរគឺការកាត់ទុកនៅចំណុចកណ្ដាលបាទអញ្ចឹងខ្ញុំលើឧទាហរណ៍ជាក់ស្ដែងឲ្យបងប្អូនមើលបាទតាក់ទងទៅនឹងការកាត់ចំណុចកណ្ដាលឥឡូវឧទាហរណ៍ខ្ញុំមានបន្ទាត់មួយប៉ុណ្ណេះអញ្ចឹងដើម្បីកាត់ទុកនៅចំណុចកណ្ដាលបានបងប្អូនត្រូវបាទកាត់ចំនួន2ដងបាទកាត់ផ្នែកខាងមុខម្ដងមែនទេបាទអញ្ចឹងខ្ញុំកាត់ផ្នែកខាងមុខនេះម្ដងហើយបងប្អូនត្រូវកាត់ផ្នែកខាងក្រោយនេះម្ដងទៀតបាទអញ្ចឹងចំណុចកណ្ដាលនេះគឺវានៅមែនទេ
bà hãy nơi khăn nông cam vị thi vinh có đôi khnia bà bom ốn bà mơ nơi lư ekran tu sam ní cứ ở lỡ tia ra khi ông vô trong đây cần nào chứ khi ông chạy cái lại ní khi ông khát muối hay mà mông tinh tiết khi ông khát mùi tiền chân cả đá ní dân tục á men đấy bà chân chân lốc ta kháng kháng nắng và chạy lơ vía hay rồi bị thả deleteตัวmáuบองโอนมาภายในขังมุกจัดเลยวิหายโยปีท้าดีลิดโดยขี้เหนียจังเวียนเนอร์ซาไตจำนวนกระดาษที่กระไรหนึ่งบาทอย่างนี้บางจังบองโอนจังบานการกัดตกแต่จำนวนกระดาษคือกิจวัตรแบบหนึ่งจังการปังห้างจูนำปีมูลฐานคือกระโดดเชียจำเฮียนนำบงในบองโอนเตยใจในขนมการวิธีวิ่งเชื่อมปังห้างต่อปันหนึ่งในวิดีโอกราฟเชื่อมหนึ่งปังห้างจำนวนสำคัญเชื่อมบรรทอบรรทอเตี้ยโดยบองโอนบานดังกระโดดเชียบานเช่ក្នុងការប្រើប្រាស់កម្មវិធី Wing មួយនេះ complete តាមដានទាំងអស់គ្នានៅវីដេអូក្រោយ